ព័ន្ធរឿងព័ត៌មានคล้ายៗនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនៅពេលស្រុកទេឧទាហរណ៍ពួកគាត់បានព័ត៌មានមកពីខាងក្រៅព័ត៌មានដែលធ្វើឲ្យប៉ះពាល់នៅការងារសន្តិសុខស្ដាប់ងាប់ប្រទេសក៏ដូចជាសង្គមជាតិពួកគាត់ចេះតែចែករំលែកធ្វើឲ្យប៉ះពាល់ធ្ងន់ដោយការដល់ថ្នាក់ដឹកនាំជំរាបជូនដល់បងប្អូននៅទីនេះពាក់ព័ន្ធឲ្យជួយប្រយុទ្ធប្រឆាំងនៅព័ត៌មានคล้ายៗសូមឲ្យបងប្អូនផ្សព្វផ្សាយទៅតគ្នាទាំងអស់ឲ្យពួកគាត់យល់ដឹងពីបណ្ដាញសង្គមហើយសូមឲ្យគាត់ទទួលយកតែព័ត៌មានពិតប្រាកដដើម្បីយើងទប់ស្កាត់ព័ត៌មានคล้ายៗសូមឲ្យសូមឲ្យស្នើសូមឲ្យមន្ត្រីរាជការក៏ដូចជាសិស្សានុសិស្សហើយក៏ដូចជាប្រជាពលរដ្ឋដែរសូមឲ្យទទួលយកព័ត៌មានពីเพจធំហើយក៏ដូចជាเพจសម្ដេចតេជោเพจសម្ដេចបវរធិបតីเพจក្រសួងការពារជាតិเพจក្រសួងព័ត៌មាននិងเพจដទៃទៀតដែលមានប្រភពច្បាស់លាស់នៅក្នុងប្រទេសខ្មែរយើងបាទ